Bàមានសំណួរសួរថាតើមានធុរកិច្ចណាដែលអាចបង្កើតប្រាក់ចំណូលបានយ៉ាងឆាប់រហ័សចាប់តាំងពីការចាប់ផ្ដើមមកហើយថែមទាំងមានឱកាសច្រើនមកជារឿយៗថែមទាំងមានប្រាក់ចំណូលស្ថិតស្ថេររហូតអាចឲ្យយើងចូលនិវត្តន៍បានអ្វីដែលសំខាន់គឺអ្វីទាំងអស់នោះយើងធ្វើបានយ៉ាងងាយស្រួលផងដែរយើងកំពុងនិយាយអំពីផែនការតបស្នងលក្ខណៈ Turbo Hybrid ដែលនៅទូទាំងពិភពលោកមានតែនៅ AFS តែប៉ុណ្ណោះដែលបានរួមបញ្ចូលចំណុចឆ្នើមហើយលុបចោលចំណុចខ្សោយនៃផែនការនីមួយៗចេញផែនការបែប binary ធ្វើឲ្យយើងបានលុយលឿន unilevel ធ្វើឲ្យបានលុយស្ថិតស្ថេរគង់វង្សនិង breakaway ធ្វើឲ្យគង់វង្សស្ថិតស្ថេរហើយអាចចូលនិវត្តន៍បាននៅពេលបានសម្រេចជោគជ័យហើយយើងមកមើលចំណុចចាប់ផ្ដើមទាំងអស់គ្នាម្ដងនៅពេលដែលអ្នកក្លាយជាសមាជិកឬមានតំណែង member ដើម្បីទិញផលិតផលក្នុងតម្លៃចាប់ផ្ដើមរកការកំងទិញនឹងមានពិន្ទុដែលហៅបានថា CV ឬ commission volume ដែលក្នុងនោះការចាប់ផ្ដើមធុរកិច្ចមានទាំងអស់4កម្រិតកម្រិតទី1គឺ silver កម្រិតទី2គឺ Platinum កម្រិតទី3គឺ Emerald និងកម្រិតទី4ជាតំណែងដែលមានប្រាក់ចំណូលច្រើនបំផុតនោះគឺ Diamond ដែលលោកអ្នកអាច upgrade ទៅកម្រិតខ្ពស់ៗបានដោយក្នុងមួយកម្រិតនឹងទទួលបានប្រាក់ចំណូលខុសៗគ្នាចំណុចទី1គឺចំណូលបានមកពីការលក់រាយ 30 ទៅ 50% សមាជិកនិងអ្នកធុរកិច្ចគ្រប់រូបអាចទិញផលិតផលក្នុងតម្លៃសមាជិកហើយនាំយកទៅលក់តាមតម្លៃនៅលើប្រអប់ដែលនេះជាចំណូលលក់រាយរបស់អ្នកចំណុចទី2ជាចំណូលបានមកពីការណែនាំឬហៅថា welcome bonus នៅពេលដែលអ្នកណែនាំមិត្តភ័ក្តិរបស់អ្នកឲ្យចាប់ផ្ដើមជាអ្នកធុរកិច្ចក្នុងក្រុមរបស់អ្នកខាងក្រុមហ៊ុននឹងយក CV នៃការបើកលេខកូដអ្នកធុរកិច្ចនោះមកគណនាជាចំណូលរបស់អ្នកឧទាហរណ៍បើអ្នកជាអ្នកធុរកិច្ចក្នុងកម្រិត Silver នឹងទទួលបានចំណូល 20% នៃ CV ក្នុងចំនួនទី1 Platinum នឹងទទួលបានចំណូល 20% នៃ CV ក្នុងចំនួនទី1និង 2% ក្នុងចំនួនទី2Emerald នឹងទទួលបានចំណូល 20% នៃ CV ក្នុងចំនួនទី1និង 2% ក្នុងចំនួនទី2និងទី3ចំណែក Diamond នឹងទទួលបានចំណូល 20% នៃ CV ក្នុងចំនួនទី1និង 2% ក្នុងចំនួនទី2ទី3និងទី4ចំណុចទី3ជាចំណូលក្រុមឬ Dual Team Bonus គឺជាចំណូលដែលបានមកពីការកសាងក្រុមឆ្វេងនិងស្ដាំដែលហៅបានថាចាប់គូចំណូលក្រុមនឹងមកពីក្រុមដែលមានបន្ទុកតិចជាងឬក្រុមខ្សោយនោះឯងបើអ្នកជាអ្នកធុរកិច្ចកម្រិត Silver នឹងមានចំណូល 9% កម្រិត Platinum នឹងមានចំណូល 10% កម្រិត Emerald នឹងមានចំណូល 11% និងកម្រិត Diamond នឹងមានចំណូលរហូតដល់ 13% ចំណុចទី4ជាចំណូលមកពីការអភិវឌ្ឍឋានៈដឹកនាំឬ matching bonus នៅពេលអ្នកជួយមិត្តភ័ក្តិរបស់អ្នកឲ្យមានចំណូលដោយសារកសាងក្រុមបានប៉ុន្មាននោះ FS នឹងយកចំណូលមិត្តភ័ក្តិរបស់អ្នកដែលបានណែនាំទៅគណនាជាចំណូលដោយមិនបានកាត់ពីចំណូលរបស់មិត្តភ័ក្តិមកផ្ដល់ឲ្យអ្នកឡើយប៉ុន្តែ FS នឹងផ្ដល់ឲ្យអ្នកដោយខ្លួនឯងហើយអ្នកអាចទទួលបានលុះត្រាតែអ្នកមានកម្រិត Emerald និង Diamond កម្រិត Emerald នឹងបានប្រាក់ចំណូល 10% ពីចំនួនទី1កម្រិត Diamond នឹងទទួលបានប្រាក់ចំណូល 10% ពីចំនួនទី1និងទី2នេះគឺជាមធ្យោបាយនៃការទទួលចំណូល4ចំណុចដំបូងនៃ11ចំណុចដែលវិធីក្នុងការបង្កើតចំណូលវាងាយស្រួលហើយឆាប់រហ័សឲ្យគ្រាន់តែអ្នកកសាងក្រុមខាងឆ្វេង3និងស្ដាំ3សរុប6នាក់ក្នុងខែទី1បើអ្នកនិងអ្នកគ្រប់គ្នាក្នុងក្រុមរបស់អ្នកចាប់ផ្ដើមពី Silver អ្នកនឹងមានចំណូលប្រហែល$60ក្នុងខែទី2បើអ្នកជួយក្រុមការងាររបស់អ្នកទាំង6នាក់ឲ្យមានឆ្វេង3ស្ដាំ3ដូចអ្នកដែរមនុស្សក្នុងក្រុមនឹងកើនឡើងក្នុងចំនួននោះ36នាក់នោះអ្នកនឹងមានប្រាក់ចំណូលប្រហែល$100ហើយបើសិនក្នុងខែទី3អ្នកនៅតែបន្តជួយក្រុមការងាររបស់អ្នកឲ្យធ្វើដូចអ្នកដែរមនុស្សក្នុងក្រុមនឹងកើនឡើងក្នុងចំនួនទី3ចំនួន216នាក់នោះអ្នកនឹងមានប្រាក់ចំណូលប្រហែល$1000ដែលក្នុងនោះបើអ្នកមានកម្រិត Platinum ក្នុងខែទី1អ្នកនឹងមានចំណូលប្រហែល$300ក្នុងខែទី2ប្រហែល$700ក្នុងខែទី3ប្រហែល$3000បើអ្នកមានតំណែង Emerald ក្នុងខែទី1អ្នកនឹងបានចំណូលប្រហែល$700ក្នុងខែទី2ប្រហែល$1600ក្នុងខែទី3ប្រហែល$11000បើអ្នកមានតំណែងរហូតដល់ Diamond ក្នុងខែទី1នឹងបានប្រាក់ចំណូលប្រហែល$1200ខែទី2ប្រហែល$2500និងខែទី3ប្រហែល$16000សរុបជារូបមន្តងាយៗគឺ 1. ចាប់ផ្ដើមធុរកិច្ចតំណែងណាក៏បាន 2. មានពិន្ទុ40 CV ក្នុងមួយខែឬចូលរួមក្នុងកម្មវិធី AOP Easy ដើម្បីទទួលបានរបស់ពិសេសជាច្រើន 3. គ្រប់គ្នាក្នុងក្រុមកសាងឆ្វេង3នាក់ស្ដាំ3នាក់ 4. ជួយក្រុមការងារឆ្វេង3នាក់ស្ដាំ3នាក់ឲ្យសម្រេចចំណុចទី1ទី2និងទី3រាល់ខែហើយនៅពេលគ្រប់គ្នាក្នុងក្រុមធ្វើបានដូចគ្នាតាមវិធីនេះនោះនឹងមានក្រុមការងារច្រើនឡើងជារឿយៗធ្វើឲ្យមានឱកាសមានប្រាក់ចំណូលខ្ពស់បំផុតរហូតដល់$300,000តាមផែនការទីផ្សារទាំងអស់នេះគឺជាផែនការទីផ្សារដែលធ្វើឲ្យអ្នកមានចំណូលលឿនរហ័ស
ប៉ុន្តែក៏នៅមិនទាន់ចប់ត្រឹមនេះទេ FS នៅមានមធ្យោបាយដែលធ្វើឲ្យអ្នកមានចំណូលច្រើនធ្វើឲ្យអ្នកប្រើប្រាស់ជីវិតរស់នៅដែលអ្នកប្រាថ្នាចង់បានហើយថែមទាំងមានដំណើរកម្សាន្តដ៏អស្ចារ្យជាច្រើនគម្រោងចាំអ្វីទៀតមកចាប់ផ្ដើមទាំងអស់គ្នាថ្ងៃនេះទៅ